Hi everyone. Let's continue translating three more uh, useful everyday English idioms with me. Okay, so the first idiom, which is I don't know yet, so we read the definition first of that idiom. It is the wanted person has escaped ចឹងមានន័យថាមនុស្សដែលគេកំពុងតែស្វែងរកឬក៏ត្រូវការ wanted នឹងស្វែងរកឬក៏ត្រូវការបានរត់គេចខ្លួនហើយ has escaped ចឹងបានរត់គេចខ្លួនហើយ so the answer is the idiom that means like that is the bird has flown ណាចឹងទៅពេលដែល idiom ទៅពេលដែលយើងនិយាយថាគេនិយាយថា the bird has flown ហ្នឹងគឺគេសំដៅទៅលើមនុស្សដែលគេកំពុងតែត្រូវការឬក៏ស្វែងរកហ្នឹងគឺរត់គេចខ្លួនហើយ so the answer is the bird has flown. And the next one, which is saying it is better to keep something that you already have than to risk losing it by trying to get much more. Okay, saying បានន័យថាជាសុភាសិតដែលមានន័យថាវាប្រសើរជាងដែលទុករបស់អ្វីមួយដែលយើងមានហើយជាជាងអឺជាជាងបានន័យថាជាជាងបណ្ដោយឲ្យវាជួបនឹងភាពផុយស្រួយជាជាងដែលយើងប្រថុយអូខេហ្នឹងហើយជាជាងដែលយើងប្រថុយក្នុងការបាត់បង់អ្វីដែលយើងមាននៅក្នុងដៃយើងហ្នឹងណាឬក៏អ្វីដែលយើងមានហ្នឹងតាមរយៈការខិតខំព្យាយាមក្នុងការទៅទាមទារឬក៏ទៅយកអ្វីដែលច្រើនពីនឹងអូខេអញ្ចឹងទីជើសុំសម្រាយឡើងវិញអ៊ីឌៀមនេះគឺចង់សម្ដែងថាអញ្ចេះវាប្រសើរជាងវាប្រសើរក្នុងការដែលយើងថែរក្សារបស់អ្វីដែលយើងមាននៅក្នុងដៃនឹងជាជាងព្យាយាមទៅចាប់យករបស់អ្វីដែលវាមានចំនួនច្រើនជាងអ្វីដែលយើងមានប៉ុន្តែវានៅឆ្ងាយពីយើងណាព្យាយាមអបស្បាអ្វីដែលវានៅឆ្ងាយពីដៃយើងត្បិតតែវាមានច្រើនជាងអ្វីដែលយើងមានក៏ដោយអញ្ចឹងគេថាឲ្យយើងព្យាយាមថែរក្សាទៅអ្វីដែលយើងមាននៅក្នុងដៃហ្នឹងជាជាងត្បិតថាវាមានចំនួនតិចមានមួយចុះក្នុង idiom មិនได้ថាមានតែមួយទេប៉ុន្តែកុំទៅអបស្បាអ្វីដែលវាមានច្រើនជាងអ្វីដែលយើងមានក្នុងដៃហ្នឹងព្រោះវាអាចថាត្រីរ៉ស់ក៏បាត់ទន្សាយក៏បាត់អញ្ចឹងណាអញ្ចឹង the answer is a bird in the hand is worth two in the bush. A bird in the hand is worth two in the bush នេះ idiom ហ្នឹងគឺជា a bird in the hand is worth two in the bush អញ្ចឹងទៅជាសំស្រាយភាសាទៀតណាidiom ហ្នឹងគឺចង់និយាយថាប្រសើរជាងយើងអបស្បាអ្វីដែលនៅឆ្ងាយពីដៃយើងទោះបីថាវាមានចំនួនច្រើនក៏ដោយប៉ុន្តែអ្វីដែលយើងមាននៅក្នុងខ្លួនយើងហ្នឹងគឺវាប្រសើរជាងអញ្ចឹងអូខេ uh, and the last one is okay, humorous. The basic facts about sex, especially as told to children. It's humorous. The basic facts about sex, especially as told to children. ចឹង idiom ហ្នឹងគឺគេចង់សំដៅទៅលើhumorous ហ្នឹងថាវាកំ pl ែងវាបែបកំ pl ែងអញ្ចឹងណាថាគឺជា facts ហ្នឹងគឺជាការពិតគឺជាមូលដ្ឋានការពិតជាលក្ខណៈមូលដ្ឋានគ្រឹះដែលយើងប្រាប់ទៅកូនក្មេងអំពីសុខភាពផ្លូវភេទ sex អឺអញ្ចឹងទីជាសុំសម្រាយហេតុបានយើងជាអាណាព្យាបាលសំខាន់គឺអាណាព្យាបាលដែលគាត់និយាយអំពីបញ្ហាផ្លូវភេទឬក៏បញ្ហាហ្នឹងហើយបញ្ហាភេទទៅកាន់កូនក្មេងដោយសារតែក្នុងភាសាអង់គ្លេសគឺគេជនជាតិបរទេសអឺរ៉ុបហ្នឹងគេចង់ឲ្យកូនគេដឹងខ្លះពីបញ្ហាពីសុខភាពនិយាយទៅនិយាយចំគឺពីភេទឬក៏ភាពមិនប្រក្រតី
នៃភេទអាចជាភេទស្រីជាភេទប្រុសអញ្ចឹងទៅឧបមាឧទាហរណ៍ថាកូនកូនស្រីថាកូនឯងធំតិចទៅកូននឹងមានមកខែមកអីចឹងណាចឹងគេប្រាប់កូនគេតែខ្មែរយើងគឺយើងអត់ប្រាប់ទេសម្បីខ្ញុំជាប្រុសឪពុកខ្ញុំក៏អត់ដែរប្រាប់ដែរថានិយាយឲ្យត្រង់អស់ពីចិត្តថាយើងទៅថែរក្សាអឺប្រភេទយើងយ៉ាងម៉េចយើងត្រូវមើលវាយ៉ាងម៉េចយើងត្រូវបត់វាឡើងម៉េចយើងសម្អាតយ៉ាងម៉េចគាត់អត់ដែរនិយាយទេប៉ុន្តែពួក Western គឺគេមានប្រាប់កូនគេបរៀនណាពីបញ្ហាផ្លូវថែរក្សាប្រដាប់ភេទនឹងអញ្ចឹងទៅឬក៏ទំនាក់ទំនងផ្លូវភេទទៅប៉ុន្តែគេអត់ប្រាប់ច្រើនទេគេប្រាប់លក្ខណៈតិចអញ្ចឹងដូចខ្ញុំឧទាហរណ៍អញ្ចឹងណាអញ្ចឹងព័ត៌មានជាចម្បងមូលដ្ឋានគ្រឹះអំពីបញ្ហាសុខភាពផ្លូវភេទហ្នឹងឬក៏ប្រដាប់បន្តពូជហ្នឹងអញ្ចឹង the answer is គេថា the birds and the bee អញ្ចឹង idiom តែសិនតែគេមានន័យថា the birds and the bee ហ្នឹងគឺគេចង់សំដៅទៅលើព័ត៌មានជាមូលដ្ឋានគ្រឹះអំពីសុខភាពផ្លូវភេទឬក៏ប្រដាប់ភេទអីចឹងទៅណា Okay, so this is the answer. Yeah, the birds and the bee. All right. So, thank you so much for today.